ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទដោយសារតែយើងបែកគ្នារយៈពេលច្រើនខែហើយដោយសារខ្ញុំរវល់ពេកឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើវីដេអូម្ដងទៀតហើយបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបផ្ញើសារតាម Telegram ហ្នឹងគឺយើងនិយាយសម្លេងមកយើងហ្នឹងគឺឲ្យ Telegram ហ្នឹងសរសេរជាអក្សរយើងចូលទៅបងប្អូនកំពុងតែជិះកង់ជិះម៉ូតូជិះឡានអីយើងអាចសរសេរអក្សរបានទេអញ្ចឹងបងប្អូនអាចនិយាយមីក្រូហ្វូនវាហ្នឹងនិយាយទៅគឺវាសរសេរអក្សរឲ្យយើងតែម្ដងបាទពីមុនគឺបងប្អូនអាចប្រើ Gboard ចំពោះទូរស័ព្ទស៊េរីចាស់បងប្អូនទូរស័ព្ទស៊េរីចាស់គឺបងប្អូនអាចចូលទៅ download Gboard បាទយើងចូលទៅក្នុង Play Store មកហើយបន្ទាប់មកយើងស្វែងរកពាក្យ Gboard បាទនេះបងប្អូន Gboard នេះបាទប៉ុន្តែចំពោះទូរស័ព្ទស៊េរីថ្មីគឺ Gboard ហ្នឹងគឺវាអាប់ដេតឲ្យចូលជាមួយនឹង keyboard របស់គេតែម្ដងបាទអញ្ចឹងបងប្អូនមិនបាច់ download Gboard ទេទេគឺបងប្អូនចូលទៅក្នុង Telegram បាទបងប្អូនចូលទៅក្នុងកម្មវិធី Telegram account Telegram របស់បងប្អូននោះហើយបន្ទាប់មកបងប្អូនអាចចូលទៅក្នុង Telegram ណាមួយដែលបងប្អូនចង់ផ្ញើសារឧទាហរណ៍ថាខ្ញុំចង់ចូល Telegram មួយនេះអញ្ចឹងបងប្អូនចុចទៅលើកន្លែងសារនេះមកបាទបន្ទាប់មកគឺបងប្អូនចុចសញ្ញា4ជ្រុងនៅខាងក្រោមសារនេះខាងដើមគេហ្នឹងនេះបែបនេះគឺសញ្ញា4ជ្រុងបាទបងប្អូនចុចសញ្ញាហ្នឹងមកបងប្អូនមើល tool ជាច្រើនហ្នឹងបងប្អូននឹងឃើញនៅខាងស្ដាំដៃគេចុងគេនេះគឺគេដាក់ថាបកប្រែបើអង់គ្លេសគេដាក់ថា translate បាទទូរស័ព្ទខ្លះដាក់អង់គ្លេស translate ទូរស័ព្ទខ្លះដាក់អង់គ្លេសថាបកប្រែដាក់ខ្មែរថាបកប្រែបាទអញ្ចឹងបងប្អូនចុចទៅលើពាក្យ translate ឬក៏បកប្រែមកបន្ទាប់មកវានឹងចេញចេះអញ្ចឹង key វានៅខាងក្រោមមួយតង់ទៀតបងប្អូនអាចមើលកលេចមើល microphone នេះមាន2បងប្អូនខាងលើនេះ microphone ឆាតផ្ទាល់ជាមួយ Telegram ខាងក្រោមនេះគឺ microphone មួយដែរតែ microphone ហ្នឹងគឺបកប្រែឲ្យយើងឧទាហរណ៍ថាបងប្អូនសរសេរចង់សរសេរជាភាសាអង់គ្លេសតែបងប្អូនអានខ្មែរក៏ចេញដែរឧទាហរណ៍ទៅចុច microphone មកបាទគេចេញបងប្អូនយើងនិយាយទៅវាចេញអង់គ្លេសនៅខាងលើហ្នឹងបងប្អូនបាទអញ្ចឹងដើម្បីឲ្យបងប្អូនសរសេរខ្មែរបានមិនចាំបាច់ឲ្យវាបកប្រែអីទេគឺសរសេរខ្មែរយកតែម្ដងអញ្ចឹងបងប្អូនត្រូវដោះ key ពីអាហ្នឹងដាក់ចូលក្នុងកន្លែងសរសេរពិសេសខាងលើនេះបាទដាក់កន្លែងសរសេរចូលក្នុងកន្លែងពិសេសខាងលើមកហើយបងប្អូនចុចទៅលើ microphone ខាងក្រោមហើយចាំនិយាយថ្ងៃស្អែកខ្ញុំចង់ទៅកំពតបាទហើយយើងបិទវិញអញ្ចឹងវាប្រាប់យើងថ្ងៃស្អែកខ្ញុំចង់ទៅកំពតឃើញបងប្អូនបាទឧទាហរណ៍មួយទៀតឧទាហរណ៍ថាខ្ញុំចង់ត្រឡប់ទៅភ្នំពេញនៅថ្ងៃខាងស្អែកបាទឥឡូវវាស្អីយើងខ្ញុំចង់ត្រឡប់ទៅភ្នំពេញវិញនៅថ្ងៃខាងស្អែកបាទនេះគឺជាវិធីដែលបងប្អូនអាចនិយាយជាសំឡេងហើយវាសរសេរអក្សរឲ្យយើងតែម្ដងដោយសារដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងនៅពេលដែលបងប្អូនរវល់ជិះកង់ជិះម៉ូតូឬជិះឡានអីអញ្ចឹងបងប្អូនមិនអាចយកដៃមកសរសេរវាបានទេអញ្ចឹងបងប្អូនមានតែវិធីមួយគឺប្រើសំឡេងបងប្អូននិយាយសំឡេងទៅគឺវាសរសេរឲ្យបងប្អូនដោយស្វ័យប្រវត្តិបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ